វីដេអូនេះខ្ញុំធ្វើសម្រាប់បងប្អូនដៃថ្មីដែលទើបតែរៀនអកដងដំបូងពីរបៀបចាប់បត់ដោយប្រើត្រចៀកស្ដាប់ដោយមិនមើលគ្រាប់ណោតណាមុននឹងយើងរៀនចាប់បត់ដោយប្រើត្រចៀកស្ដាប់យើងត្រូវដឹងកលឹះពីរសំខាន់ដែរទីមួយការរត់ scale របស់តង់នីមួយដូ master យើង scale មិនដូ yes ឬក៏ re mol តង់ហ្នឹងយើង scale មិនហើយមួយទៀតក្រុមគ្រួសារកវា family of chord របស់វាមានអាកឲ្យខ្លះក្នុងតង់នីមួយរបស់វាអញ្ចឹងនៅក្នុងតង់នីមួយរបស់វាត្រូវមាន family of chord មានគ្រួសារករបស់វាហើយត្រូវដឹងការ scale របស់វាទៀតឥឡូវឧទាហរណ៍ថាបងប្អូន scale នៅក្នុងតង់ដូមកនេះអញ្ចឹង scale ក្នុងតង់ដូមានប៉ុណ្ណឹងដូ master ណាហើយបងប្អូនត្រូវដឹងថា family of chord របស់វាមានអីខ្លះមានដូចជា do master ណា re minor mi minor fa master sol master អានេះគេហៅ C dim តមកដល់យើងរាប់មកនេះមក C dim ហើយដល់គេដល់កដូវិញណាដូយើងចាប់វាមាន3ទម្រង់ណានឹងយើងចាប់ចេះក៏បានចេះក៏ដូមកចេះក៏ដូណាអញ្ចឹងបងប្អូនត្រូវដឹងគ្រប់តង់វាបានយើងរាវបត់ទៅស្រួលហើយវាមិនងាយខុសវាបានន័យថាពេលដែលយើងដឹង scale ហើយយើងចាប់បត់បានលឿនណាដោយប្រើតិចស្ដាប់អញ្ចឹងក្នុងបទចម្រៀងមួយបទបងប្អូនចង់លេងតង់ណាក៏បានដែរឲ្យតែអ្នកចម្រៀងគាត់ច្រៀងទៅពីរោះមានន័យថាសំឡេងរបស់គាត់មិនដូចគ្នាទេអ្នកចម្រៀង10នាក់អាចនឹងខុសគ្នាទាំង10មានថាសំឡេងខ្លះរៀងខ្ពស់ឧទាហរណ៍សំឡេងអ្នកខ្លះបទអីគេបទយើងជួបជុំហើយអញ្ចឹងណាអញ្ចឹងអ្នកខ្លះគាត់ច្រៀងតង់ដូម៉ាសឺអ្នកខ្លះគាត់ក៏ទៅរ៉េម៉ាសឺអ្នកខ្លះក៏ទៅតង់អីផ្សេងឬក៏អ្នកខ្លះអាចគាត់សុំឡើងកន្លះតង់យើងលេងឲ្យគាត់តង់អីគេតង់យើងហៅថាដូយេឬក៏រ៉េម៉ុលអញ្ចឹងតង់ហ្នឹងយើងត្រូវ scale ដូចគ្នាត្រូវ scale មានគ្រាប់អីខ្លះនៅក្នុងតង់ហ្នឹងហើយមានអាកអីខ្លះហើយយើងរៀនលេងគ្រប់តង់ទៅដើម្បីឲ្យយើងងាយស្រួលក្នុងការចាប់បត់ហើយបើយើងចាប់បត់នៅក្នុងតង់ដូយើងព្យាយាមរាវគ្រាប់ហ្នឹងនៅក្នុងតែតង់ដូបានហើយកុំទៅប៉ះគ្រាប់គេផ្សេងប៉ុន្តែបញ្ជាក់បងប្អូនបើកន្លែងខ្លះវាអាចនឹងប៉ះគ្រាប់ផ្សេងទៀតណាដូវាអត់មានគ្រាប់ខ្មៅនេះទេប៉ុន្តែតាមប្រភេទបត់វាអាចនឹងប៉ះអញ្ចឹងអាហ្នឹងជាក់ស្ដែងយើងតតែរៀនស្ដាប់បន្ថែមទៀតដោយប្រើតិចហ្នឹងមិនមែនថាគ្រប់បត់បើថាបត់នៅក្នុងតង់ដូយើងលេងនៅតែក្នុងគ្រាប់ដូទាំងអស់ទេអាចតែពេលខ្លះវាឡើងទៅគ្រាប់ខ្មៅណាបត់ខ្លះគឺវាលាយគ្រាប់ពេញហ្នឹងតាមបត់ដែរទេបងប្អូនអញ្ចឹងប្រសិនបើបងប្អូនចង់ចាប់បត់ឬក៏ចង់រៀនចាប់បត់ដោយប្រើតិចខ្ញុំនឹងមានបង្រៀនផ្ទាល់ក៏ដូចជាបង្រៀនតាមអនឡាញអញ្ចឹងលេខ Telegram ដែលខ្ញុំដាក់នៅលើវីដេអូនឹងស្រាប់ហើយអញ្ចឹងបងប្អូនអាចតាក់ទងមកបានអញ្ចឹងបើបងប្អូនចង់ចេះក៏ដូចជាចង់ដឹងលម្អិតនៃការចាក់បត់ដោយប្រើតិចស្ដាប់បងប្អូនអាចឆាតតាម Telegram មកហ្នឹងហើយអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនសូមអរគុណ